នេះឲ្យខាងសេឡាទៅមុនបាទចាចូលទៅកណៃដំបងគឺរឿងខឹងប្រពន្ធចាទូរស័ព្ទហៅច្រើនដងពេកទៅដល់ផ្ទះបញ្ចេញកំហឹងជាមួយតុកៅអីបរិះម្នាក់ស្ថិតនៅក្នុងសភាពស្រវឹងមកដល់ផ្ទះវិញសួរប្រពន្ធថាចាតេអីក៏តេម្លេះរកតែផឹកក៏ផឹកអត់ត្រង់មាត់ដែរចាពេលនោះខឹងពេកក៏បញ្ចេញកំហឹងទៅវាយតុកៅអីបាក់ខ្ចាត់ខ្ចាយពេញតែផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលចាកាលពីវេលាម៉ោង 7 និង 50 នាទីយប់ថ្ងៃទី 8 កក្កដានៅក្នុងអាហារដ្ឋានចាតាដាផ្លូវលេខ232សង្កាត់បឹងផលិតខេត្តពីមករាហើយប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍បឹងផលិតបានឲ្យដឹងថាមុនពេលដែលកើតហេតុបរិសុទ្ធជាប្តីនោះបានទៅផឹកហ្វីជាមួយមិត្តភ័ក្តិយូរពេកចាយូរនឹងត្រឡប់មកផ្ទះពេកប្រពន្ធដែលនៅរងចាំប្តីនៅផ្ទះចេះតែព្រួយបារម្ភពីសុវត្ថិភាពប្តីចាផឹកហ្វីស្រវឹងយកប្រឡូបខ្លាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុចេះតែអង្គុយចុចទូរស័ព្ទសួរប្តីថាអីក៏យូរម្លេះចាក្រត្រឡប់មកផ្ទះវិញចាទើបធ្វើឲ្យប្តីនឹងគាត់ខឹងនឹងប្រពន្ធដែលទូរស័ព្ទហៅញឹកញាប់ពេករកតែអង្គុយផឹកជាមួយមិត្តភ័ក្តិឲ្យសប្បាយម្ដងក៏អត់បានពេលបើរថយន្តចាពេលបើរថយន្តពេលនោះក៏បើរថយន្តលេខ VOX 300ត្រឡប់មកផ្ទះវិញក្នុងសភាពនោះស្រវឹងផងបានសួរប្រពន្ធថាអីក៏តេអីក៏តេម៉េះចារួចហើយបានទៅវាយតុកកៅអីនិងចាបោកកៅបែកខ្ចាក់ខ្ចាយពេញក្នុងផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចូលជួយអន្តរាគមន៍ហើយដោយសារតែផ្ទះខាងលើជាអាហារដ្ឋានលក់ដូរសម្បូរទៅដោយតុកកៅអីទើបលោកប្តីខឹងប្រពន្ធពូកែទូរស័ព្ទហៅត្រឡប់មកផ្ទះពេកពេលមកដល់បានបញ្ចេញកំហឹងជាមួយតុកកៅអីចាត្រូវសមត្ថកិច្ចចុះទៅណែនាំប្រាប់កុំឲ្យប្រើអំពើហិង្សាចាបើមានរឿងអីចូលសម្រាប់ហ្វិនទៅរងចាំព្រឹកចាំដោះស្រាយផ្ទះគាត់ទៅផ្ទះគាត់លក់បាទផ្ទះគាត់លក់អាហារដ្ឋានអញ្ចឹងណាអាហារដ្ឋានអីគេមានលក់សាច់គោអាំងអីនេះកន្លែងកាទៀវប្រហែលជាយប់អញ្ចឹងដូចជាអត់បញ្ជាក់ថាសាច់គោអាំងឬក៏អីដែរអត់យល់ចិត្តប្រពន្ធគ្នាខំគិតសវត្ថភាពប្តីឃើញលោកប្តីទៅបាត់យូរឃើញគ្រោះថ្នាក់អីចឹងទៅហូបចុកជ្រុលវាគ្រោះថ្នាក់ព្រោះឃើញក្នុងហងមាសចេះឃើញគ្រោះថ្នាក់តរហូតហ្នឹងណាចាអញ្ចឹងចេះនឹកឃើញដល់ប្តីថាខ្លាចត្រឡប់មកវិញហ្នឹងស្រវឹងខ្លាំងអីចឹងទៅវាគ្រោះថ្នាក់តែទៅញឹកពេកនោះក្តៅលកជាស្រវឹងផងហើយណាមួយរំខានពងអង្គុយជាមួយភ្ញៀវអីសំខាន់ផងក៏មិនដឹងអង្គុយជាមួយណាពិសេសផងក៏មិនដឹងបាទដល់ក្តៅលកជារឿងថាអីក៏រំខានអារឿងទូរស័ព្ទហ្នឹងដែរណាទៅរោរឿងជាពេកហ្នឹងម្ដងប្រាវតែគាត់មកដល់អត់វាយប្រពន្ធទេបាទខឹងបញ្ចេញកំហឹងជាមួយតកៅអីហើយនឹងតុកទេ